ស្ដីបងប្អូនថ្ងៃនេះខ្ញុំមកធ្វើមឹកបំពងខ្ទឹមសជាមុខម្ហូបដែលប្រចាំនៅខាងប៉ែកសមុទ្របងប្អូនចាជាដំបូងបងប្អូនធ្វើការស្រោចមឹកឲ្យឡើងក្រហមមកឆ្អិនប្រហែលជា 50% មកណាបងប្អូនបន្ទាប់មកបងប្អូនធ្វើការដាក់ខ្ទះដាក់ចាប្រេងឆាចូលយើងក៏ច្រាមខ្ទឹមឲ្យម៉ត់ដាក់ខ្ទឹមបងប្អូនប្រើច្រើនតិចមកចា2ដុំឬក៏1ដុំក៏បានដែរកាន់តែច្រើនកាន់តែល្អចាបងប្អូនបំពងមិនបាច់ឡើងក្រហមពេកទេតែក្រហមប៉ុណ្ណឹងយើងធ្វើការដាក់គ្រឿងក្រៅចូលមកជាដំបូងគឺខ្ញុំប្រើប្រេងចង់ចំនួន1ស្លាបព្រាបាយកន្លះបន្ទាប់មកទៀតគឺប៊ីចេង1ចុងស្លាបព្រា1ចុងស្លាបព្រាបាយស្ករសកន្លះស្លាបព្រាបាយបងប្អូនហើយទឹកត្រីចំនួន2ស្លាបព្រាណាបងប្អូនណាចាបងប្អូនចូលចិត្តហឹរបងប្អូនដាក់ហឹរមកដោយសារតែខ្ញុំមានកូនអត់សូវចេះហឹរអញ្ចឹងហើយក៏ខ្ញុំធ្វើការអត់ដាក់ម្ទេសនិងម្ទេសបើចង់ហឹរអីអាហ្នឹងគឺដាក់នៅខាងក្រៅផ្សេងទៀតអញ្ចឹងណាយើងក៏ច្បងគ្រឿងសាច់ចូលមកបងប្អូនធ្វើការចាក់មឹកដែលយើងស្រោចចាហើយមឹកនេះគឺមានវិធីធ្វើមួយមុខទៀតថ្ងៃនេះខ្ញុំចេញវីដេអូធ្វើមឹកចំហុយនៅវីដេអូក្រោយខ្ញុំនឹងធ្វើការចំហុយមឹកហើយយកទៅបំពងឲ្យឡើងស្រួយសិនចាំយកមកឆាបងប្អូនចាហើយយើងចុកច្បល់ឲ្យមឹករបស់យើងចូលសាប់គ្រឿងល្អមកគឺបានដែរបងប្អូនចានេះមកបំពងខ្ទឹមសរបស់ខ្ញុំមកបងប្អូនចង់ឲ្យស្រួលបងប្អូនយកទៅបំពងវីដេអូក្រោយខ្ញុំនឹងធ្វើមកបំពងខ្ទឹមសម្ដងទៀតតែបំពងឲ្យហើយ